เลื่อนมองเลื่อนทาง คนไอ้ชี้ตามคอยมันโตนึง ยอมมาบัสตอมาเคยก็บังสโตกันปีไงมาเคยมันโตก่อนตลอดประมาณชั่วโมง จังนั้นคนนั้นมองคุณมองตามคนนั้นคือมองคุณป้องหรอ มาเลื่อนมองหาย8 cáiបងអើយរៀងលឿនណាលឿនតែគាត់អូសតាំងពីនេះទៅបែរតែដល់នោះស្លាប់បាត់ហើយគាត់បាក់ដៃមួយខាងហើយនឹងបែកបាក់ក មានពាក់មួយអាបង ពាក់អង្គពាក់តែការពារចូលបងម៉ាំងបាត់កក្បាលគាត់បុកមួយគោភ្លើង គឺបើតាមប្រភពព័ត៌មានដែលយើងទទួលបានគឺមានបុរសម្នាក់បើកម៉ូតូស្គូពីមួយគ្រឿងក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកនឹងខឿនពុះចែកផ្លូវបណ្ដាលឲ្យខ្លួនឯងបោកក្បាលទៅនឹងខឿនបាក់កនិងបាក់ដៃស្លាប់ភ្លាមនៅត្រង់ចំណុចក្បែរនឹងមុខប៉ុស្តិ៍ចំចៅ3នេះតែម្ដងបាទប្រិមិត្តនេះគឺជារូបថតរបស់ជនរងគ្រោះការនៅរស់យើងឃើញគាត់ក៏ជាមន្ត្រីយោធាផងដែរប្រិមិត្តបាទនៅក្នុងទូរស័ព្ទរបស់គាត់ដែលសមត្ថកិច្ចបានរកឃើញនៅទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងហើយយើងមើលទៅឃើញថាគាត់ធ្វើការនៅខាង BHQ ទៀតប្រិមិត្តបាទ BHQ ទៀតបងប្រុសមិញគាត់ថាគាត់បើកតាមក្រោយយឺតមកឃើញហ្មងបើមកតាហឹងបាទគាត់ថាអត់គ្រប់8ទេបាទវមកម៉ាំងបាក់កហ្មងបាទអូយលោកអើយលោកបាទនេះម៉ូតូរបស់គាត់ណាបងប្អូនម៉ូតូស្គូពីបាទដែលពាក់ស្លាកលេខភ្នំពេញស្គូពីសក្រហមដែលពាក់ស្លាកលេខភ្នំពេញ 1KC 72និង44ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ4ក្នុងទិសដៅរបស់គាត់ពីលិចមកកើតមកដល់ចំណុចក្បែរនឹងប៉ុស្តិ៍ចំចៅ3និយាយទៅនឹងមុខប៉ុស្តិ៍ហ្មងបងប្រុសដែលអ្នកដឹកជញ្ជូនក៏ប្រាប់ថាគាត់ជិះគ្រាន់ឆ្លងស្តុបមកវុបបរោះខាងលើបើកម៉ូតូវ៉បាទល្បឿនអត់មានក្រោម8ទេបាទមិនដឹងគាត់មិនគាត់វេចង្កូតទៅបុកនឹងខឿនបាក់ដៃហើយបាក់កស្លាប់ភ្លាមនៅត្រង់ចំណុចកើតហេតុក្បែរនឹងប៉ុស្តិ៍ចោមចៅ3នេះតែម្ដងបាទយើងក៏ចូលរួមលេខទុកដែរភិនភាករបស់គាត់ណាបងប្អូនបាទពាក់មួកសុវត្ថិភាពបាទពណ៌សអាវយឺតពណ៌សបាទខោកបយបាទជើងវែងខោកបយយើងឃើញមានពាក់ខ្សែក្រវ៉ាត់ដែរបាទប៉ុន្តែអកុសលឥឡូវនេះគាត់ត្រូវបានស្លាប់ហើយបាទដោយសារតែគ្រូអ្នកចរាចរណ៍គាត់ជីហ្នឹងបាទមិនចាស់ទេណាថ្មីចាស់នេះស្នាមបែកខឿននេះស្នាមបុកនេះបាទបងប្អូនប្រាប់ថាគាត់ថាឃើញមកលបឿនវមកម៉ាំងភឹងអត់ចាប់អារម្មណ៍ថាខឿននេះយ៉ាងម៉េចបានបុកខឿនរហូតដល់ថ្នាក់បាក់កស្លាប់បាទមានមួកសុវត្ថិភាពដែរប៉ុន្តែបាទសុវត្ថិភាពទូអត់ជាប់ទេបាទលឿនពេកបុកម៉ាំងឡើងបាក់កស្លាប់បាត់ហើយហ្នឹងម៉ាំងភឹងហ្នឹងមានអីទៀតបាទអើយលោកអើយបាទនេះអស់មកស្នាមអស់នេះស្នាមអស់មកហើយមិនដឹងថាក្បាលបោកហ្នឹងអត់ទេស្នាមបោកក្បាលហ្នឹងអត់ទេបាទឥឡូវស្លាប់ហើយបងប្អូនអើយអាណិតបើដឹងគ្រួសារគាត់នៅណាទេបងទទួលបានព័ត៌មានបាត់ធំពីបងប្អូនប្រជាពលរដ្ឋថាម៉េចដែរបងថាគាត់ដួលទៅជិះលឿនដួលទៅដល់ពេលប៉ះមួយខឿនហ្នឹងទៅមកដល់កន្លែងហ្នឹងថាបាក់កទីបឋមយើងទទួលបានប៉ុណ្ណឹងតែគាត់បានទូតមានរបស់គាត់មានទូរស័ព្ទមួយគ្រឿងហើយនេះរួចពីណាមានឃើញកាបូបអត់អីទេអញ្ចឹងដល់ពេលយើងមើលផែកសាច់ញាតិតាមលេខទូរស័ព្ទទៅតាមនេះព្រោះយើងបើក password អត់ទាន់ផងមិនចាំចុចយកលេខទូរស័ព្ទគាត់គឺឆែកបន្តតាមនេះបងឥឡូវនេះបងបកគលសពទៅខាងណាហើយម៉ូតូបងនឹងរក្សាទុកយ៉ាងម៉េចដែរបងទី1គាត់ស្លាប់អញ្ចឹងយើងរកសាច់ញាតិសិនបើអត់សាច់ញាតិយើងបញ្ជូនគាត់នឹងសពនឹងយកតម្កល់នៅវត្តបើអត់សាច់ញាតិណាបើជំហានទី2មួយទៀតម៉ូតូយករក្សាទុកនៅផ្នែកជំនាញយកតាមទេពីបន្តថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរស់ឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះគ្រប់នឹងជំរាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាពវិទ្យុ គណៈពេលនេះខ្ញុំបាទមីស្ទ័រកាកំពុងតែមានវត្តមាននៅត្រង់ចំណុចផ្លូវជាតិលេខ4ដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅវេលាម៉ោងប្រមាណជាង11យប់ត្រូវនឹងថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025យើងនេះគឺបើតាមប្រភពព័ត៌មានដែលយើងទទួលបានគឺមានបុរសម្នាក់បើកម៉ូតូស្គូពីមួយគ្រឿងក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកនឹងខឿនពុះចែកផ្លូវបណ្ដាលឲ្យខ្លួន
ខ្លួនឯងបោកក្បាលទៅនឹងខឿនបាក់កនិងបាក់ដៃស្លាប់ភ្លាមនៅត្រង់ចំណុចក្បែរនឹងមុខប៉ុស្តិ៍ចំចៅ3នេះតែម្ដងនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនអ្នកដឹកជញ្ជូនបានរាយការណ៍មកនិងបានឃើញហេតុការណ៍នឹងស្ដាយនឹងភ្នែកថាបរិះខាងលើបើកម៉ូតូក្នុងល្បឿនលឿនក៏រេចង្កូតទៅបុកនឹងខឿនបណ្ដាលឲ្យបាក់កបាក់ដៃស្លាប់ភ្លាមនៅត្រង់ចំណុចកាត់ហេតុនេះបើតាមប្រភពព័ត៌មានដែលយើងទទួលបានបងប្អូនប្រុសមិញនេះអូនជិះតាមផ្លូវជាលេខ4ហ្នឹងមកដល់ចំណុចក្បែរនឹងប៉ុស្តិ៍ចំចៅ3ឃើញទស្សនវិជ្ជារបៀបមិញដែរបងប្អូនគាត់មករៀងលឿនណាបងអាចនិយាយគាត់ស្វឹងមិនដឹងអីមិនដែរបង ជិះម៉ូតូអីគេដែរ ស្គូពីបងម៉ាក់ស្គូពី022ម្ដង24ដែរបង មិនឡានបុកគាត់ទេចឹង អត់ទេបងគាត់ជិះមកបុកខឿនផ្លូវខ្លួនឯង បុកខឿនផ្លូវតែឯងចឹង បាទហើយមកខ្ញុំដល់ត្រឡប់គាត់មកទាំងហាមគាត់នៅតែពេលតែតាក់តងឡើងប៉ែតផុតបាត់បងលឿនបងលឿនខ្លាំងណាស់ គាត់អាចជិះតាមក្រោយម៉ូតូហ្នឹង ខ្ញុំមកបត់ស្តុបមកឃើញគាត់តាំងស្ដោកពីថ្ងៃមកឃើញម៉ូតូគាត់ឡើងត្រឡប់ប្រហែលជុំបងអើយ អញ្ចឹងគាត់មកខួនមកតាមក្រោយហ្នឹងគឺមកខួនវហ្មង មកលឿនបងហើយ89បងអើយរៀងលឿនណាលឿនតែគាត់អូសតាំងពីនេះទៅបែរតែដល់នោះស្លាប់បាត់ហើយបងគាត់បាក់ដៃមកខាងហើយនឹងបែកបាក់កបង មានពាក់មួយហ៎បង ពាក់អង្គពាក់តែការពារជាប់បងម៉ាំងបត់កក្បាលគាត់បុកមួយបកោភ្លើងចូលរួមលេខតុកបង អើយអរគុណច្រើនបងប្អូនបានឃើញហេតុការណ៍ហ្នឹងបងប្អូនបរោះលើបាក់ម៉ូតូលឿនណាបាទបងប្រុសអ្នកដឹកជញ្ជូនថាគាត់បើកមកតាមក្រោយហ្នឹងឃើញម្ដងគឺបើកលឿនមែនទេអូនប្រុសគាត់ថាគាត់បើកមកតាមក្រោយហ្នឹងក៏ឃើញបរោះហ្នឹងវមកម៉ាំងភឹងបុកខឿនបាទបាក់កបាក់ដៃស្លាប់ភ្លាមនៅត្រង់ចំណុចផ្លូវជាលេខ4ស្ថិតនៅក្នុងសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យបាទយើងក៏ចូលរួមលេខទុកដែរបងប្រុសមិញគាត់ថាគាត់បើកតាមក្រោយយឺតមកឃើញហ្មងបាទមកតាហឹងបាទគាត់ថាអត់ក្រុម8ទេបាទវមកម៉ាំងបាក់កហ្មងបាទអើយលោកអើយលោកបាទនេះម៉ូតូរបស់គាត់ណាបងប្អូនម៉ូតូស្គូពីបាទដែលពាក់ស្លាកលេខភ្នំពេញស្គូពីសក្រហមដែលពាក់ស្លាកលេខភ្នំពេញ 1KC 72និង44ធ្វើដំណើរតាមបណ្ដោយផ្លូវជាលេខ4ក្នុងទិសដៅរបស់គាត់ពីលិចមកកើតមកដល់ចំណុចក្បែរនឹងប៉ុស្តិ៍ចំចៅ3និយាយទៅនឹងមុខប៉ុស្តិ៍ហ្មងបងប្រុសដែលអ្នកដឹកជញ្ជូនក៏ប្រាប់ថាគាត់ជិះគ្រាន់ឆ្លងស្តុបមកវុបបរោះខាងលើបើកម៉ូតូវបាទល្បឿនអត់មានក្រុម8ទេបាទមិនដឹងគាត់មិនគាត់វេចកោតបុកនឹងខឿនបាក់ដៃហើយបាក់កស្លាប់ភ្លាមនៅត្រង់ចំណុចកាត់ហេតុក្បែរនឹងប៉ុស្តិ៍ចំចៅ3នេះតែម្ដងបាទយើងក៏ចូលរួមលេខទុកដែរភិនភាករបស់គាត់ណាបងប្អូនបាទពាក់មួកសុវត្ថិភាពបាទពណ៌សអាវយឺតពណ៌សបាទខោកបយបាទជើងវែងខោកបយយើងឃើញមានពាក់ខ្សែក្រវ៉ាត់ដែរបាទប៉ុន្តែអកុសលឥឡូវនេះគាត់ត្រូវបានស្លាប់ហើយបាទដោយសារតែគ្រូអ្នកចរាចរណ៍គាត់ជិះម៉ូតូក្នុងល្បឿនលឿនរេចកោតទៅបុកនឹងខឿនធ្វើឲ្យគាត់ស្លាប់ភ្លាមនៅត្រង់ចំណុចកាត់ហេតុនេះតែម្ដងនេះបើតាមព័ត៌មានដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋបងប្អូនដែលឃើញហេតុការណ៍ជាអ្នកដឹកជញ្ជូនអ៊ីហ្គេតហ្នឹងគាត់បានវ៉ាវណាវហ្នឹងគាត់ឃើញគាត់ថាបងគាត់បើកម៉ូតូលឿនណាស់គាត់មកពីក្រោយគាត់វមកផាំងភឹងលឿនមែនទែនហើយអត់មានឡានណាបុកគាត់ទេបើតាមការបញ្ជាក់ណាបងប្អូនប្រុសគាត់ថាអត់មានណាបុកគាត់ទេបាទគាត់តែឯងទេឥឡូវនេះគាត់ត្រូវបានស្លាប់ហើយយើងក៏ចូលរួមរំលែកទុកដែរឥឡូវនេះសមាជិកជាក់តងទៅរកក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកសាកសពដើម្បីធ្វើបុណ្យតាមប្រពៃណីគឺយើងបញ្ជាក់ម្ដងទៀតនៅតាមបណ្ដោយផ្លូវជាតិលេខ4ស្ថិតនៅក្នុងសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញយើងទៅមើលកន្លែងហេតុការណ៍ទីបងប្អូនបាក់ដៃបាក់កបាត់ហ្នឹងបាទប្រិមិត្តនេះគឺជារូបថតរបស់ជនរងគ្រោះការនៅរស់យើងឃើញគាត់ក៏ជាមន្ត្រីយោធាផងដែរប្រិមិត្តបាទនៅក្នុងទូរស័ព្ទរបស់គាត់ដែលសមត្ថកិច្ចបានរកឃើញនៅទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងហើយយើងមើលទៅឃើញថាគាត់ធ្វើការនៅខាង BHQ ទៀតប្រិមិត្តបាទ BHQ ទៀតនេះទូរស័ព្ទទៅគាត់ជាប់ password គ្រប់ជំរាបសួរបងក្នុងនាមបងជាសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបងចុះមកដល់ទីតាំងនេះបងទទួលបានព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋថាម៉េចដែរបងថាគាត់ដួលទៅជិះលឿនណាដួលទៅដល់ពេលប៉ះមួយខឿនហ្នឹងទៅមកដល់កន្លែងហ្នឹងថាបាក់កគាត់ជាបឋមយើងទទួលបានប៉ុណ្ណឹងតែគាត់បានទូមានរបស់គាត់មានទូរស័ព្ទមួយគ្រឿងហើយនេះរួចពីណាមានឃើញកាបូបអត់អីទេអញ្ចឹងដល់ពេលយើងមើលផែកសាច់ញាតិតាមលេខទូរស័ព្ទទៅតាមនេះព្រោះយើងបើក password អត់ទាន់ផងមិនចាំចុចយកលេខទូរស័ព្ទគាត់យើងឆែកបន្តតាមនេះបងឥឡូវនេះបងបកគលសពទៅខាងណាហើយម៉ូតូបងនឹងរក្សាទុកយ៉ាងម៉េចដែរបងទី1គាត់ស្លាប់អញ្ចឹងយើងរកសាច់ញាតិសិនបើអត់សាច់ញាតិយើងបញ្ជូនគាត់នឹងសពនឹងយកតម្កល់នៅវត្តបើអត់សាច់ញាតិណាបើជំហានទី2មួយទៀតម៉ូតូយករក្សាទុកនៅផ្នែកជំនាញទៅតាមទេពធីបន្តបាទបងដីគ្រប់បងដីគ្រប់បាទប្រិមត្តទូទស្សនិកជនបើតាមការបញ្ជាក់ពីខាងមន្ត្រីជំនាញនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដែលគាត់បានផ្ដល់មុននេះបន្តប្រុសម្នាក់ដែលនៅក្នុងរូបថតរបស់គាត់មានពាក់ខោអាវឈុតជាបាទ
មន្ត្រី HBQ ផងដែរហើយគាត់ជិះម៉ូតូបាទគាត់ជិះម៉ូតូ Scoopy មួយគ្រឿងបាទធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ 4ក៏រេចង្កូតទៅបុកនឹងខឿនហើយក៏បានបុកនឹងបកគោភ្លើងបណ្ដាលឲ្យខ្លួនឯងបាក់កបាក់ដៃស្លាប់ភ្លាមនៅត្រង់ចំណុចកាត់ហេតុឥឡូវនេះសមាជិកលោកបានព្យាយាមទំនាក់ទំនងទៅរកក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរីឯម៉ូតូវិញគឺត្រូវបានសមាជិកយកទៅរក្សាទុកនៅឯអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំសាច់ញាតិឲ្យមកទទួលយកម៉ូតូដើម្បីត្រឡប់ទៅផ្ទះវិញយើងក៏ចូលរួមរំលែកទុកជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតដល់ក្រុមគ្រួសារសាច់ញាតិផងដែរអរគុណមានមួកសុវត្ថិភាពដែរប៉ុន្តែបាទសុវត្ថិភាពទូអត់ជាប់ទេបាទលឿនពេកបុកម៉ាំងឡើងបាក់កស្លាប់បាត់ហើយហ្នឹងម៉ាំងផឹកហ្នឹងមានអីទៀតបាទអើយលោកអើយមកនេះអស់មកស្នាមអស់នេះស្នាមអស់មកហើយមិនដឹងថាក្បាលបោកហ្នឹងអត់ទេស្នាមបោកក្បាលហ្នឹងអត់ទេបាទឥឡូវស្លាប់ហើយបងប្អូនអើយអាណិតបើដឹងគ្រួសារគាត់ណាទេអើយលួយលឿនពេកប្រិមិត្តទូទាំងជនឥឡូវនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនៅតាមបណ្ដោយផ្លូវជាតិលេខ 4 នេះគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនឥឡូវនេះជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបាទឥឡូវនេះយើងមានចូលរួមរំលែកទុកទេឥឡូវមានបងប្អូនប្រជាពលរដ្ឋនេះចូលរួមម្នាក់ 1000 2000 ក្តីបាទអាណិតទេបងអាណិតបងអាណិតអើយលោកអើយលោកអាណិតតែការនេះគេហៅថាការធ្វើប្រហែសពេលធ្វើឲ្យបាត់បង់ជីវិតភ្លាមផងដែរអត់អីទេមានតែឲ្យសមាជិកលោកធ្វើការបន្តតាក់ទងទៅក្រុមគ្រួសារសាច់ញាតិដើម្បីឲ្យយកគាត់សពគាត់យកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯម៉ូតូវិញគឺសមាជិកយកទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចំចៅទី3ដើម្បីរក្សាទុកដើម្បីរងចាំក្រុមគ្រួសារសាច់ញាតិឲ្យមកទទួលយកសាកសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតផងដែរអរគុណខ្ញុំបាទមីស្ទ័រការរួមអ្នកលោកតាកសុលមនកាយគ្រប់លាបើសិនជាមានពីពេចក៏ឆ្កនត្រង់ណាមសំរុំក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ